បងប្អូននេះយ៉ាអ៊ូដែលខ្ញុំបានធ្វើហើយចំពោះបងប្អូនដែលគាត់ថាសុំពីរបៀបធ្វើតាយ៉ាអ៊ូនិងការរក្សាទុកមេយ៉ាអ៊ូហ្នឹងអាចមើលវីដេអូនេះហើយស្ដាប់ឲ្យច្បាស់បងប្អូនព្រោះថាមេយ៉ាអ៊ូហ្នឹងគឺជាយ៉ាអ៊ូហ្នឹងហើយវិធីធ្វើយ៉ាអ៊ូហ្នឹងគឺដូចបានបង្ហាញអញ្ចឹងយើងប្រើទឹកដោះគោចំនួន1លីត្រចំណែកទឹកដោះគោខាប់ប្រើតែកន្លះកំប៉ុងទេរួចហើយកូរវារលាយចូលខ្សប់គ្នាល្អដាក់ដាំវានៅលើភ្លើងគ្រាន់តែវាពុះរាងអូចយើងអាចលើកវាចុះបានបន្ទាប់មកទុកវាខាងក្រៅទូធម្មតាហ្នឹងឲ្យវាចុះត្រជាក់ប្រហែលជាកម្ដៅល្មមមកយើងអាចលូកចូលបានលូកដៃចូលបានណាហើយយើងដាក់យ៉ាអ៊ូស្រាប់យ៉ាអ៊ូរបស់យើងដែលយើងទិញពីផ្សារមកណាយើងដាក់មកកំប៉ុងទៅកូរវាឲ្យរលាយសព្វគ្នាបានល្អដួសវាដាក់ក្នុងកែវប៉ុន្តែពេលដាក់មេយ៉ាអ៊ូចូលហ្នឹងត្រូវកូរវាថ្នមហ្នឹងកុំកូរវាខ្លាំងទុកវានៅខាងក្រៅប្រហែលជា4ទៅ6ម៉ោងវានឹងកើតចេញជាយ៉ាអ៊ូហើយពេលដែលវាកើតចេញជាយ៉ាអ៊ូហើយចាំយើងយកវាមកដឹកផ្លែឈើតាមចំណូលចិត្តរបស់យើងឬមួយក៏អត់ដាក់ក៏បានដែរហើយយើងយកវាទៅដាក់នៅក្នុងទូទឹកកករក្សាវាទុកអញ្ចឹងចាប់ពីពេលហ្នឹងទៅគឺយើងអាចញ៉ាំបានណាបងប្អូនហើយនៅពេលថ្ងៃក្រោយយើងចង់ធ្វើយ៉ាអ៊ូទៀតហ្នឹងគឺយើងមានយ៉ាអ៊ូស្រាប់ហើយដែលខ្ញុំហៅថាមេហ្នឹងយើងយកអាហ្នឹងយកទៅធ្វើបន្តគ្នាទៀតបានការរក្សាទុកយ៉ាអ៊ូយើងអាចរក្សាវាទុកក្នុងទូទឹកកកត្រជាក់ល្អហ្នឹងបានរហូតដល់2អាទិត្យបងប្អូនបើលើសពីហ្នឹងវាអាចរាងជូរខ្លាំង